នេះគឺជាដំណើរផ្សងព្រេងមួយនៅក្នុងព្រៃអភិរក្សតំបន់3តាមដងទន្លេចិត្តម្ដុំម្ដែងអភិរក្សស្ទឹងកពតបាទនេះគឺជាព្រៃហើយយើងត្រូវតែការប្រុងប្រយ័ត្នក្នុងការដើរមើលឲ្យបានវែងឆ្ងាយនិងរបៀបល្បីព្រោះជាតំបន់មួយដែលយើងពិបាកក្នុងការសន្និដ្ឋានណាឆ្អែតហើយបានណាបងបានអត់ចូលមើលអត់ខ្ញុំខកមានការអីបានត្រូវកុហកវាមិនបានមានព្រៃដាក់ក្នុងស្បាយអស់ស្រីថាអត់បានមកមិញឆាចោលមកស្នាញ់សូនហើយណាត្រីកេះល្មក់ល្មែក